អាគារសិក្សាថ្មីមួយខ្នងចំណាយទឹកប្រាក់ជិត$70000ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជាដែលស្ថិតនៅក្នុងឃុំយាងស្រុកចុងសានខេត្តព្រះវិហារឯកឧត្តមគីមនទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សាមួយខ្នងក្នុងស្រុកចុងសានខេត្តព្រះវិហារដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2025ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជាដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពអង្គការដៃគូអភិវឌ្ឍន៍សប្បុរសជនអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀតឯកឧត្តមគីមនទ្ធីបានថ្លែងនៅការកោតសរសើរនឹងវិតម្លៃខ្ពស់ចំពោះអាជ្ញាធរស្រុកនិងឃុំដែលបានខិតខំប្រឹងប្រែងគៀងគររកប្រភពធនធានថវិកាដើម្បីអភិវឌ្ឍមូលដ្ឋានជាពិសេសគឺវិស័យអប់រំក្នុងការបណ្ដុះកសាងនិងអភិវឌ្ឍធនធានមនុស្សស្របតាមចក្ខុវិស័យយុទ្ធសាស្ត្របញ្ចកោណរាជរដ្ឋាភិបាលកម្ពុជាជាមួយនេះលោកក៏បានថ្លែងអំណរគុណដល់ស្ថាបនិកគម្រោងអង្គការសម្រេចសុបិនកុមារកម្ពុជាដែលបានបរិច្ចាគថវិកានិងខិតខំគៀងគររកប្រភពថវិកាពីសប្បុរសជននានាជួយសាងសង់អគារសិក្សាសម្រាប់សាលាបឋមសិក្សានៅក្នុងស្រុកចុងសានខេត្តព្រះវិហារឯកឧត្តមក៏បានគូបញ្ជាក់អំពីសមិទ្ធផលធំជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងចំណោមសមិទ្ធផលជាច្រើនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី7ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្លៀវវៃនិងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមពោពេញដោយសមត្ថភាពចំណេះដឹងនិងថាមពលរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបន្តមរតកនយោបាយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តដឹកនាំប្រទេសជាតិធានាបាននូវសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យនិងសបោសប្បាយរុងរឿងប្រជាពលរដ្ឋនៅប្រកបដោយសុភមង្គលនិងវិបុលភាពព្រមទាំងទទួលបានកិត្តិយសភាពល្បីល្បាញទាំងក្នុងតំបន់និងសកលលោកព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំនួនខ្ពស់ក្នុងឆ្នាំ2050ឯកឧត្តមក៏បានផ្ដល់អនុសាសន៍5ផ្ញើដល់អាជ្ញាធរស្រុកឃុំកងកម្លាំងប្រដាប់អាវុធនិងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់សូមបន្តកិច្ចសហការឲ្យបានជិតស្និទ្ធក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានានិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាចុងក្រោយឯកឧត្តមក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាបឋមសិក្សាអូសន្តានញាតិនិងបានបំពាក់គ្រឿងឥស្សរិយយសប្រគល់ប័ណ្ណសរសើរអង្គការសម្រេចសុបិនកុមារកម្ពុជាព្រមទាំងចែកជូននៅសម្ភារៈសិក្សាដល់សិស្សានុសិស្សផងដែរ